ព្រះនាងលោកម្ចាស់មិននៅផ្ទះទេសងចេញឆាប់ចេញមកភ្លាមអញទៅវិញទៅបាទហានអេបានជាមិនប្រមរកខ្ញុំថែមទាំងកុហកថាមិននៅផ្ទះទៀតថ្ងៃនេះទុំគុំមានរឿងត្រូវធ្វើមិនន័យថាម៉េចចង់ដេញខ្ញុំទៅមែនទេទុំគុំមានរឿងត្រូវនិយាយគ្នាផ្សះផ្សាគ្មានរឿងអ្វីផ្សេងនោះទេខ្ញុំដឹងថាលោកគឺជាមនុស្សដែលមានចិត្តទូលាយប៉ុន្តែមានរឿងអីរំខានចិត្តលោកមែនទេលោកអាចនិយាយប្រាប់ខ្ញុំបានថាខ្ញុំអាចនឹងជួយដោះស្រាយបញ្ហាលោកបានទោះបីជាដោះស្រាយមិនបានយ៉ាងហោចណាស់ក៏មានមនុស្សជួយរំលែកទុក្ខលោកបានតិចដែរព្រះនាងចំណាយពេលពេញមួយថ្ងៃមកទីនេះឬមួយក៏ទ្រង់មិនមានអ្វីត្រូវធ្វើទេការបាត់តែខ្ញុំគ្រាន់តែចាំមកសួរលោកលើថាស្អែកនេះនៅធានសឹងមានបនឈីឈៀវដល់ពេលនោះកុំអណ្ដែតពេញពេញមិនខានលោកចង់ទៅមើលជាមួយខ្ញុំទេស្អែកទុំគុំរវល់បើទ្រង់មិនមានអ្វីទេនោះទុំគុំលាសិនហើយឆាប់សិនលោកផាត់ខ្លាំងច្រឡំមែនទេប៉ុន្មានថ្ងៃមកនេះមិនខ្វល់ពីខ្ញុំហើយមានចេតនាកិច្ចមុខពីខ្ញុំទៀតប៉ុន្តែពេលនេះខ្ញុំបានមករកលោកដល់កន្លែងតែលោកបាច់ចិត្តមិនខ្វល់ពីខ្ញុំលោកធ្វើនេះមានន័យថាម៉េចទុំគុំមិនចង់ធ្វើរឿងទៅគួរឲ្យធុញទៀតតែប៉ុណ្ណោះទេគឺនាំខាតប្រយោជន៍គួរឲ្យធុញលោកមានន័យថាខ្ញុំជាមនុស្សគួរឲ្យធុញមែនទេខ្ញុំយល់ហើយពេលនេះលោកចាប់ផ្ដើមថយនឹងខ្ញុំហើយមែនទេមានន័យបែបនេះមែនទេទុំគុំនិយាយច្បាស់លាស់ហើយសិនកើជន់នរណាភ្ញៀវព្រះនាងមិនបាច់ទេមិនបាញ់ម្ដាយខ្ញុំទេខ្ញុំតែខ្លួនអញបានហើយអ្វីក៏លោកម្ចាស់ធ្វើបែបនេះដាក់ព្រះនាងបែបនេះគឺច្បាស់ជាខូចប្រទេសលោកម្ចាស់ធ្វើអញ្ចឹងខ្ញុំថាហួសហេតុពេកហើយណាមនុស្សប្រុសហេងសយបើជាមនុស្សសម័យថ្មីទៅបើជាបាច់គ្នាក៏មានហេតុផលដែរហេតុផលគួរឲ្យធន់មែនទេហេតុអីបោះស្រាយបែបនេះគួរឲ្យតបប្រមាថពេកហើយមិនដឹងថាពិភពលោកស្អីទេហើយក៏មិនដឹងថាជាមនុស្សបែបណាដែរហេតុអីបែបដល់របស់គេទៅជាបែបនេះមនុស្សប្រុសហេងសយខ្ញុំមិនត្រូវការនោះទេមិនត្រូវការអ្នកនាងមកវិញហើយយ៉ាងម៉េចសម័យអញក៏កិច្ចមកពីខ្ញុំដែរមែនទេអត់ទេអ្នកនាងគេថាខ្ញុំក្រាន់តែខ្មាស់មិនហ៊ានយ៉ាងម៉េចស្អែកនេះគឺជាថ្ងៃបន់ឆេះឆាវបើសិនជាអ្នកនាងនៅលីវនោះគឺជាឱកាសបើកចិត្តទលាយទទួលយកគ្នាប្រេងនិទានបានដំណើរថាបើសិនជាបាននៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់រួចចង់បកក្រហមភ្ជាប់និស្ស័យនឹងបាននៅជាមួយគ្នាអស់មួយជីវិតដូច្នេះគណៈក្រហមនេះអញត្រៀមសម្រាប់សៀនកើមែនទេតែបរូបស្អីនៅលើនេះស្អែកនេះមានមនុស្សទៅសំពរច្រើនណាស់ដើម្បីសុំឲ្យខុសពីអ្នកដទៃទៅខ្ញុំបាក់លៀនជឺនៅលើកណាត់នេះដូច្នេះចង់នៅលើដើមពោធិ៍ជាមួយគ្នាតែសៀនកើសំណាងដល់ហើយដាច់ឆៃលៀនរបស់ខ្ញុំប្រឹងប្រែងដល់ថ្នាក់នេះបើសិនកើតតែចោះលោកម្ចាស់របស់គេវិញនោះស្អែកនេះគ្រប់គ្នានៅធានសឹងសិតទៅចូលរួមទាំងអស់ដូច្នេះបើប្រាចេញគួរទៅចូលរួមនោះដើម្បីទៅដោះស្រាយកុំប្រស្នាអ្នកនាងក្រែងអ្នកនាងត្រូវការបែបនេះមែនទេមិនយល់ទេអញទៅវិញទៅចូលប្រាប់អត្រាទី3ហេតុអីមកទាំងយប់បែបនេះស្អែកនេះគឺជាបនឈីឈៀវខ្ញុំចង់បបួលនាងទៅជាមួយខ្ញុំម្ចាស់មិនសូវជាចាប់អារម្មណ៍នោះទេដូច្នេះត្រង់តែម្នាក់ឯងចុះនេះគឺជាបនធំមួយឆ្នាំគឺមានតែម្ដងទេបរិយាកាសទីនេះគឺស្អាតណាស់ម្យ៉ាងវិញទៀតខ្ញុំត្រឡប់ទៅវិញហើយខ្ញុំចង់រំលឹករឿងចាស់ជាមួយនាងតើបានទេចង់បង្ហោះកុំមែនទេត្រូវហើយស្អែកនេះគឺជាការឆងអំបោះក្រហមបន្ទាប់មកគឺបង្ហោះគោមនៅទន្លេយ៉ូស៊ីនឡោទីខ្ញុំ
ឬមួយក៏មិនចង់អរគុណខ្ញុំទេខ្ញុំសូមប៉ុណ្ណឹងមិនគួរនៅមានបញ្ហាទេណែអុយដឹងហើយថ្ងៃនេះថ្ងៃស្អីទៅវិញ ថ្ងៃអីទៅ ជាថ្ងៃបុណ្យជីឈៀវណា ប៉ុន្តែមិនតាក់ទងជាមួយនឹងពួកយើងទេ មិនតាក់ទងទេប៉ុន្តែប្រុសស្រីគឺនៅឯធានសិនគឺសុទ្ធតែទៅសុំពរនៅថ្ងៃនេះវិញមានន័យថាយ៉ាងម៉េចបែបហៅឱកាសល្អមកឲ្យ បានទៅទេ គាត់ចាប់អារម្មណ៍ដល់ហើយ មិនបានទៅទេវើយ បាន ស្រែកធ្វើអីមិនមែនមិនធ្លាប់ឃើញខ្ញុំឯណាចាំបាច់ស្រែកលោឡាធ្វើអីតែបាននិយាយតែពេលបើកភ្នែកឡើងបានឃើញខ្ញុំសប្បាយចិត្តណាស់មែន បើមានលើកក្រោយខ្ញុំប្រើច្បាប់ទាហានហើយ បានបាត់ដល់ពេលនោះប្រាប់រឿងគ្រប់យ៉ាងដល់ព្រះអង្គឲ្យព្រះអង្គដឹងថាបាត់ជាទីស្រឡាញ់របស់ព្រះអង្គលួចលាក់មនុស្សស្រីនៅក្នុងបន្ទាយដល់ពេលនោះលើតិច1ដល់តិច10តិច10ទៅតិច100មិនយូរទេមនុស្សនៅធានសឹងច្បាស់ជាដឹងលោកច្បាស់ជាត្រូវរៀបការជាមួយខ្ញុំជាមិនខាន ជិលនិយាយណានិយាយមកចង់ធ្វើស្អី តែមើលកុំជាមួយខ្ញុំនឹងណា ទីនេះគឺបន្ទាយទាហានគិតថានៅទីនេះរោងទៀមស្រាចង់ទៅណាក៏បានខ្ញុំមិនខ្វល់រឿងខ្មាស់គេអ្វីនោះទេក៏ប៉ុន្តែហេតុអីក៏ត្រូវឲ្យខ្ញុំប្រឈមមុខជាមួយនឹងព្រះបិតាឬមួយក៏ពនាងគិតថាបន្ទាយនេះខំខ្ញុំជាប់តាមពិតខ្ញុំមិនចង់ទៅណានោះទេមិនដូច្នេះទេតើតើឲ្យក្មេងតូចមកពវល់ខ្ញុំ ប៉ុន្តែថ្ងៃនេះជាបិណ្ឌឆេឈៀវរបស់ធានសឹងមនុស្សម្នានាំគ្នាទៅសុំពរច្រើនណាស់យ៉ាងណាជ្រុលជាមកដល់ទៅហើយខ្ញុំចង់តែមើលបន្តិចតើបានទេ បានអញ្ចឹងខ្ញុំឲ្យស្លាកបញ្ជាទៅនាងអាចទៅខ្លួនឯងបាន ខ្ញុំមិនស្គាល់ទីនេះឲ្យខ្ញុំទៅដល់របៀបណាទៅ ខ្ញុំនឹងរកមនុស្សនាំផ្លូវនាងចុះ យ៉ាធានសានបានអញ្ចឹងខ្ញុំនឹងស្លេកខាត់មនុស្សស្រីដែលនៅពេញបន្ទាយនេះខ្ញុំនឹងនិយាយថាលោកចាប់ចម្រិតខ្ញុំយកមកចាប់រំលោភណា មិនថាស្រីឬមួយក៏ប្រុសយាធានសានខ្ញុំគឺមិនអាចធ្វើនោះទេបើអញ្ចឹងគឺសូមធ្វើតាមសម្រួលចុះអញ្ជើញ មិនទៅមែនទេឆ្លាតណាស់ឆាប់នេះក៏ខ្វាក់ណាស់ដាស់ចេញសិនដាស់ចេញល្អជាង នាងលេងមែនតើណា ទៅមិនទៅ ខ្ញុំត្រូវដាក់ទោសឲ្យប្រចាំការនៅទីនេះបើសិនជាទៅជាមួយនាងគឺត្រូវគេចាប់បាននោះឬនេះច្បាស់ជាដឹងដល់ព្រះបិតាម្ខាង ខ្ញុំមានវិធី អញថាដូចជាខ្វះអ្វីម្យ៉ាងដែរទេនៅខ្វះប្រប៉ងព្រោះថាអ្នកនាងស្អាតដូចជាទេពធីតាអ្នកនាងថ្ងៃនេះគឺជាថ្ងៃដែលកំឡោះកមុំគឺសត្វតែទន្ទឹងរង់ចាំ ពួកនេះជួយព្យួរគោមនៅក្នុងភូមិគ្រឹះឲ្យបានសពកន្លែងផងណា ចា ស៊ីមកើ លោកម្ចាស់ គ្រប់គ្នាសិតទៅក្នុងពិធីបុណ្យឬមួយក៏ឯងមិនចង់ទៅលេងជាមួយគេ លោកម្ចាស់អារម្មណ៍មិនល្អទោះបីជាខ្ញុំចេញទៅដើរលេងក៏មិនសប្បាយចិត្តគូឲ្យស្ដាយដល់ហើយលឺឆៃលៀននិយាយថាព្រះនាងវិននិងព្រះបត្រាទី3ទៅបង្ហោះគោមជាមួយគ្នាឬក៏ដើរមើលពិធីបុណ្យជាមួយនឹងព្រះបត្រាទី3ទៀតផង តើទៅហាមកុំនិយាយពីរឿងអ្នកដទៃទៀត ទោះខ្ញុំមិននិយាយក៏លោកម្ចាស់គិតដែរតើ បើមិនមានអ្វីធ្វើទេឆាប់ទៅរៀនសន្សំប្រាក់ទៅបែបនេះទើបមិនមានពេលគិតរឿងប្រេះផ្ដា គឺថ្ងៃនេះខ្ញុំចង់ទៅទាយគោមប្រស្នាប៉ុន្តែបើព្រះបត្រាទី3នៅទីនោះខ្ញុំគ្មានសង្ឃឹមទេម្យ៉ាងទៀតឬមួយក៏លោកម្ចាស់មិនចង់ដណ្ដើមលៀងត្រឡប់មកវិញទេ ឯងទៅ បាទ អ
នៅឲ្យស្ងៀមមើលចាស់អញញ៉ៃអស់ហើយឃើញទេសក់កន្ទ្រិញកន្ទ្រើងអស់ហើយណាអេនៅឲ្យស្ងៀមតែបាត់ទេបែបនេះស្អាតហើយ នឹងថាខ្ញុំកំពុងគិតអីទេ កំពុងកាត់អីមើលតែមករបស់លោកស្អាតជាងខ្ញុំទៅទៀត ខ្ញុំចង់តន់នាងទៅប្រទាយវិញណាបន្ទាប់មកយកខ្សែតីវាយនាង កុំអាតខឹងតែបានដែរទេបើសិនជាខឹងមិនស្អាតនោះទេ បានណា ខ្ញុំប្រាប់ឲ្យដឹងណាទោះបីជាលោកឆោនៅចំពោះមុខបេតារបស់លោកក៏បេតារបស់លោកមិនឃើញដែរទុកថាខ្ញុំសុំវល់ម្ដងចាស់ដល់បានទេ ហុយ ឲ្យចាញ់ ចាំមកបងស្រី ពួកយើងទៅរកក្មេងតូចទៅ បាញ់ ចៅអើមនុស្សច្រើនណាស់ដូច្នេះត្រូវតែធ្វើតាមខ្ញុំ តែនេះគឺ កន្លែងសុំពរជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់គ្រាន់តែបោះអំបោះក្រហមនេះឲ្យទៅលើដើមឈើបន្ទាប់មកគឺមានបំណងប្រាថ្នារបស់ពួកយើងនឹងខ្លាយទៅជាការពិតពួកយើងគឺជាគូព្រេងដែលទេវតាប្រទានដែរហើយទោះបីជានៅឆ្ងាយពីគ្នាប៉ុន្តែពេលនេះពួកយើងគឺបានជួបគ្នាវិញហើយ ឆាប់ឡើងខ្លាចធ្វើអីតែសំផ្លូវមួយអាយ៉ានៅធៀមសឹងមានតែបនឈាវទេដែលអ៊ូអត់ជាងគេឈិនសានបងស្រីពួកយើងមកបោះអំបោះក្រហមជាមួយគ្នាតើល្អទេ ហើយនេះជាការសុំរៀបការចង់ធ្វើម្នាក់ឯងទៅ មិនបានទេខ្ញុំជួម្នាក់ឯងមិនបានទេណា នេះជាលើកទី1ហើយដែលលើមនុស្សស្រីជាអ្នកជួចំនួនមនុស្សប្រុសនោះ ខ្ញុំមិនខ្វល់ទេពិភពលោកនេះមានរឿងចម្លែកច្រើនណាស់អត់ទេ លេចមើលលេច យ៉ាឈេនហាត់អីនៅទីនេះក្រែងនៅ ក្មេងតូច លោក គឺខ្ញុំ ចៅអើថាមើលរឿងអីទៅ អត់មានអីទេ តោះទៅយើង តោះ អ្នកប្រុសចេញអ្នកប្រុសចេញខ្ញុំមានខ្សែក្រហមល្មមពួកយើងតែចង់ជាមួយគ្នាបានទេ ខ្ញុំមិនត្រូវការទេ អ្នកប្រុសចេញមានន័យថាម៉េច យូអើពេលមុននាងសប្បាយចិត្តណាស់ពេលដែលបានមកទីនេះហើយក៏ថ្ងៃនេះស្ងៀមស្ងាត់យ៉ាងនេះ កាលនៅតូចអ្វីក៏ប្លែកដែរប៉ុន្តែពេលនេះខ្ញុំពេញវ័យហើយ មកខ្ញុំនាំទៅកន្លែងនោះតោះចុះនេះគឺជាលើកទី1ដែលពួកយើងមកធ្វើរួមគ្នាតើអ្នកចាំទេមិនអីទេភ្លេចក៏ហីចុះឲ្យតែខ្ញុំនៅក្នុងខ្លួននាងមិនយូរទេនាងប្រកាសជាចងចាំជាមិនខានមកចាប់ឡើងទៅចុះបិទភ្នែកទៅរួចហើយសុំពរ សំពង
ខ្ញុំមិនដឹងនោះទេថាខ្ញុំចង់បានអ្វីនោះ ឬមួយក៏ឆាប់ឲ្យការចងចាំត្រឡប់មកវិញ ពួកគេធ្វើអីហ្នឹង ពួកគេប្រញាប់ទៅមើលការបង្ហោះគោ គុំស្អាតណាស់នោះអានេះគេហៅថាគុំទាំងឈួយនេះអាគុំមានឈ្មោះឈួយហ្នឹងគឺស្អាតមែនតើរបស់អ្វីគឺជាទាំងឈួយ តាំងឈួយខ្ញុំធ្លាប់លេបតាំងហួយប៉ុន្តែស្មានមិនដឹងថាមានតាំងឈួយបែបនេះសោះ របនជីឈៅគឺតែងតែមានអ្នកដឹកនាំគុំជានិច្ចឆ្លើយសំណួរទាំង3គឺយកគុំនេះបានហើយ កុំនេះស្អាតខ្លាំងណាស់ដូច្នេះសំណួរច្បាស់ជាពិបាកមិនខាន មិនពិបាកទេបើសិនជានាងចង់បានខ្ញុំនឹងយកឲ្យនាង គ្រប់គ្នាច្បាប់នៅឆ្នាំនេះគឺសាមញ្ញអ្នកណាដែលចង់បានគោមមួយនេះអាចដើរសួរគ្រប់គ្នាបានអ្នកណាឆ្លើយសំណួរត្រឹមត្រូវទាំង3សំណួរជាប់គ្នាអ្នកនោះនឹងក្លាយជាអ្នកឈ្នះនៅយប់នេះរួចនឹងបានគោមមង្គលនេះហើយមានឈ្មោះល្បីនៅអាលីលាវទាំងឈួយគ្រប់គ្នាចាប់ផ្ដើមនៅពេលនេះ ខ្ញុំគ្រប់គ្នាស្ដាប់ឲ្យច្បាស់ណាអាចកំបាំងនៃសំណួររបស់ខ្ញុំគឺគួរជារង្វង់មូលសរសេរជា4ជ្រុងប៉ុន្តែវាកក់ក្ដៅហើយមិនរងាទេគឺមានពាក្យមួយម៉ាត់ ខ្ញុំសំទាយថាជាអក្សរជប៉ុន អីនេះអូគឺត្រូវហើយគឺដួងព្រះអាទិត្យ មនុស្សរបស់ភូមិមកគ្រឹះគឺមិនធម្មតាដូចទេវើ មែនណាត្រឹមតែស្អាតទេថែមទាំងមានចំណេះដឹងខ្ពស់ទៀតផងណា តើខ្ញុំនឹងសួរសំណួរទី2ពេលឡើងប្រយ័ត្នមេឃច្រើនជាងមួយពាក្យ យ៉ាងមិនចេះ ពាក្យថាទៅ គឺពាក្យថាទៅ អូល្អណាស់ អូ ពូកែមែនពូកែមែន លោ អីនេះសំណួរសួរបានល្អ គេគឺជាមនុស្សត្រូវមានគេឈ្មោះល្អជាងគេនៅអធិនសឹកហើយបដិកពុនក្រែងបដិកគឺមិនចេះអសរបែបទេហេតុអីបានជាថ្ងៃនេះបែរជាឆ្លើយសំណួររបស់អ្នកនាងឈុនបានទៅវិញប៉ុន្តែមើលទៅអ្នកប្រុសដែលនៅចិត្តគេនោះគ្រាន់តែឃើញក៏ដឹងថាមិនមែនជាមនុស្សធម្មតាដែរមែនហើយអ្នកនាងឆ្លើយត្រូវហើយសួរសំណួរចុងក្រោយឆ្នាំនេះនរណានឹងបានគោមគឺជាអ្នកដឹកនាំបន្តិចទៀតនឹងបានដឹងហើយដូច្នេះក៏សូមអញ្ជើញអ្នកនាងចាប់ដើម សំណួររបស់ខ្ញុំអ្នកដែលឆ្លើយសំណួរមិនត្រឹមតែត្រូវស្មានពីចម្លើយនោះទេតែត្រូវចាំមកឆ្លើយក្បាច់ខ្ញុំអ្នកនោះគឺជាអ្នកឈ្នះគ្រប់គ្នាស្ដាប់ឲ្យបានច្បាស់ទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ណាកាយភ្នែកភ្ជាប់ទៅបេះដូងនេនតូចច្បាស់ត្រងល់មនុស្សបុរាណប្រឆាំងនឹងអត្តន័យសាបសិញ្ញគ្មានទឹកភ្នែក 4 ប្រយោគតំណាងឲ្យពាក្យ4ម៉ាត់ណែនតូចច្បាស់ត្រងើ សំណួរនេះពិបាកពេកហើយអ្នកប្រុសជាងដែលមានសមត្ថភាពដែលនៅទីនេះហើយនឹងឆ្លើយសំណួរនេះបានទេ មិនប្រកាសនោះទេ អ្នកប្រុសជាងនៅទីនេះហើយអ្នកប្រុសជាងច្បាស់ជាល្បីមិនខានទេមែនទេ មិនប្រកាសទេ
អ្នកប្រុសជីង អ្នកប្រុសជីងអ្នកប្រុសជីងមែន អ្នកប្រុសជីង 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 អ្នកប្រុសជីងមកហើយអ្នកប្រុសជីងឆ្លើយចេះអ្នកប្រុស ប្រុសជីង អ្នកប្រុសជីងឆ្លើយ មែនហើយ អ្នកប្រុសជីង ឆ្លើយទៅអ្នកប្រុស អ្នកប្រុសជីង អេ ប្រុសជី នេះ ងឆ្លើយទៅ ឆ្លើយទៅឆ្លើយទៅអ្នកប្រុសអើយឆ្លើយទៅ កែភ្នែកភ្ជាប់ទៅបេះដូងគឺមានន័យថាពិបាកនេនតូចក្បាលត្រងោមានន័យថាអ្នកមនុស្សបុរាណប្រឆាំងនឹងអត្តន័យមានន័យថាមួយសោកសាសំដៅទៅលើអក្សរឈីមានន័យថាភរិយា អ្នកប្រុសឆ្លើយត្រូវហើយ ល្អ